ឃើញថាក្នុងពុទ្ធសាសនាហ្នឹងគឺនឹងការខ្សែគប់សប្បុរសនេះមួយនឹងការចេញបព្វជិនេះពីរនឹងហើយការទំនុកបំរុងមេដាបៃតានេះ3គឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សរសើរនឹងឲ្យតម្លៃណាឲ្យតម្លៃនឹងការដែលបានខ្សែគប់សប្បុរសក្នុងព្រះសាសនានេះគឺការខ្សែគប់នេះដូចធ្វើឲ្យបើកទ្វារណាទ្វារហ្នឹងហើយក្នុងព្រះត្រៃបិដកហ្នឹងមានប្រើប្រាស់ពាក្យថាការខ្សែគប់សប្បុរសហ្នឹងជាពុព្វភេកនៃអរិយមគ្គណាជាពុព្វភេកនៃអរិយមគ្គមានន័យថាម៉េចមានន័យថាដើម្បីឆ្ពោះទៅកាន់សម្មាទិដ្ឋិសម្មាសង្កប្បៈសម្មាវាចាសម្មាកមន្តៈសម្មាអាជីវៈសម្មាវិយមៈសម្មាសតិសម្មាសមាធិហ្នឹងគឺថាបើខ្វះការខ្សែគប់សប្បុរសហើយគឺមិនអាចនឹងងាយបានស្គាល់នៅអរិយមគ្គអង្គ8ដែលជាផ្លូវឆ្ពោះទៅកាន់ព្រះនិព្វានបានទេអញ្ចឹងដំណើរផ្លូវអរិយមគ្គអង្គ8ដែលការយល់ត្រូវការត្រាស់រិះត្រូវសម្ដីត្រូវការងារត្រូវការចិញ្ចឹមជីវិតត្រូវការព្យាយាមត្រូវការរលឹកត្រូវការតម្កល់ចិត្តត្រូវនេះគឺការចេញពីការខ្សែគប់សប្បុរសអញ្ចឹងសัพពរិសោប្រសង្ឃសេវៈនេះការខ្សែគប់សប្បុរសនេះគឺជាពុព្វភេកនៃអរិយមគ្គហ្នឹងហើយគឺมันអាចខ្វះបានទេអញ្ចឹងងាកទៅលើបាសកបាសិកាពុទ្ធសាសនិកពុទ្ធសាសនិកាហ្នឹងដែលអាចមានសេចក្តីជ្រះថ្លាខ្លួនឯងផងហើយអាចនឹងបញ្ញែបញ្យលអាចបង្ហាញភាពជាគំរូអាចដឹកនាំមនុស្សជុំវិញជាកូនជាចៅឬក៏ញាតិមិត្តរហូតដល់ភរិយាស្វាមីនឹងរហូតដល់មេដាបៃតាដែលគាត់មិនតាន់មានសទ្ធាក៏កូនអាចនឹងញ៉ាំងឲ្យម្ដាយឲ្យឪពុកមានសទ្ធាពុកម្ដាយមិនតាន់ជាបុគ្គលមានសិលក៏អាចញ៉ាំងឲ្យពុកម្ដាយមានសិលពុកម្ដាយមិនតាន់អាចចេះធ្វើទានក៏អាចញ៉ាំងឲ្យពុកម្ដាយមានចក្ខៈហើយចុងក្រោយពុកម្ដាយមិនតាន់មានបញ្ញាក៏អាចញ៉ាំងឲ្យពុកម្ដាយនឹងមានបញ្ញាដោយដឹកនាំឲ្យគាត់បានទៅវត្តស្ដាប់ធម៌ជាដើមនេះគឺនៅក្នុងបទនៃមេតាបេតោឧបឋានណាំងអេតាមង្គលមុតតមង្គហ្នឹងដែលនៅក្នុងមង្គលសូត្រព្រះសម្មាសម្ពុទ្ធសម្ដែងថាការទំនុកបំរុងម្ដាយឪពុកនេះជាមង្គលដ៏ឧត្តមហើយព្រះអដ្ឋកថាមង្គលដ្ឋតិបនីនឹងបានពន្យល់បន្ថែមទៅទៀតថាប៉ុណ្ណឹងបានបុណ្យហើយមានមង្គលទៅទៀតក៏ប៉ុន្តែការដែលបានបុណ្យដល់ក្រៃលែងជាងការទំនុកបំរុងមេដាបិតាការដែលកូនចៅបានចិញ្ចឹមមេដាបិតាដោយបច្ច័យ4នេះបុណ្យដល់ក្រៃលែងជាងហ្នឹងគឺកូនទាំងឡាយណាដែលញ៉ាំងឲ្យម្ដាយមានម្ដាយឪពុកមានសទ្ធាម្ដាយឪពុកមានសិលម្ដាយឪពុកមានចក្ខៈម្ដាយឪពុកមានបញ្ញាហ្នឹងគឺថាកូននឹងឯងបានបុណ្យក្រៃលែងបានបុណ្យក្រៃលែងជាងចិញ្ចឹមទំនុកបំរុងដោយបច្ច័យ4ចំពោះគាត់ទៅទៀតបងនេះគឺជាផ្លូវចិត្តណាបងជាផ្លូវចិត្តដែលយើងគិតឃើញថា
ដែលយើងគិតឃើញថាការចិញ្ចឹមផ្លូវកាយឬមួយប៉ុណ្ណាការចិញ្ចឹមផ្លូវកាយនឹងឬមួយហើយហ្នឹងហើយក៏ប៉ុន្តែវិសេសវិសាលជាងផ្លូវកាយទៅទៀតនោះគឺផ្លូវចិត្តនឹងឯងពីព្រោះរស់នៅជាបុគ្គលមានសទ្ធារស់នៅជាបុគ្គលមានសិលរស់នៅជាបុគ្គលមានការបរិច្ចាគចាគៈណាមានសទ្ធាសម្បទាសីលសម្បទាចាគៈសម្បទាចុងក្រោយបញ្ញាសម្បទាដល់ព្រមដោយបញ្ញានេះគឺឈ្មោះថាបានបុណ្យក្រៃលែងណាហ្នឹងហើយបានបុណ្យក្រៃលែងណាចឹងហើយបានឃើញបាសិកាសរាយឌីម៉ង់គាត់មានប្រកដីស្រឡាញ់សេចក្តីល្អហើយជាពិសេសគឺបានស្ដាប់ធម៌ច្រើនបានសិក្សារៀនសូត្រពធច្រើនហ្នឹងធ្វើឲ្យសទ្ធាហ្នឹងតាំងមាំបានល្អហ្នឹងដូចយើងថែដំណាំយើងថែសួនច្បារយើងថែដើមឈើអញ្ចឹងណាហ្នឹងហើយបើដើមឈើឬក៏រុក្ខជាតិដើមផ្កាសួនច្បារហ្នឹងម្ចាស់សួនមិនបានមើលថែដាក់ទឹកដាក់ជីឬក៏ការពារមិនឲ្យសត្វល្អិតរំខានបំផ្លាញទេអាហ្នឹងរុក្ខជាតិដើមឈើដើមផ្កានៅក្នុងសួនច្បារហ្នឹងក៏វាមិនអាចល្អលូតលាស់នឹងមិនត្រឹមតែមិនល្អមិនលូតលាស់មិនស្រស់បោះហើយវាបង្កទៅជាជំងឺទៅជាបញ្ហាវាទៅជាអាសាបងទៅជាខូចខាតសាបរលាបនៅទីបំផុតក៏វាអាចនឹងងាប់ទៅវិញចឹងសទ្ធាចឹងដែរញាតិញោមហ្នឹងហើយវាមានសភាពរក្សាបាននៅសម្រស់រក្សាបាននៅអាយុរបស់វាតលតែបាសកបាសិកានឹងមានប្រកដីជាបុគ្គលចូលចិត្តស្ដាប់ធម៌ចូលចិត្តសិក្សារៀនសូត្រពធហ្នឹងហើយពីព្រោះសទ្ធានេះសំបីតែព្រះសម្មាសម្ពុទ្ធព្រះអង្គអត់ហ៊ានធានាដែលសទ្ធានេះនៅជាមួយអ្នកណាហ្នឹងគឺថាព្រះអង្គមិនអាចធានាថាអាចមមតំអីបានយូរនៅក្នុងចិត្តសន្តានបុគ្គលនោះបានទេហ្នឹងហើយព្រះអង្គអាចធានាបានអាយុព្រះអង្គអាចធានាបាននៅទ្រព្យសម្បត្តិហ្នឹងហើយក៏ប៉ុន្តែសទ្ធាមួយព្រះអង្គមិនអាចធានាបានទេអញ្ចឹងសទ្ធានេះវាអាចមានការប្រែប្រួលហ្នឹងហើយពីព្រោះនៅក្នុងពុទ្ធសាសនានេះគឺសទ្ធានឹងមាន2ចលសទ្ធានឹងមួយអចលសទ្ធានឹងមួយចលសទ្ធានឹងគឺសទ្ធានៅញាប់ញ័រឃើញទេសទ្ធានៅញាប់ញ័រឧទាហរណ៍ថាយើងជ្រះថ្លានៅក្នុងការធ្វើទានក្នុងគម្រោងការចំណាយអីនឹងគឺថាគិតពីល្ងាចទៅថាឬក៏គិតពីខែមុនគិតពីឆ្នាំមុនអីទៅនឹងចាត់ចែងឲ្យប៉និតឲ្យល្អអីចឹងទៅហ្នឹងហើយរយៈពេលវេលាហ្នឹងវាធ្វើឲ្យអាចសទ្ធានឹងឡើងខ្លាំងឬក៏អាចឲ្យសទ្ធានឹងវាខ្សោយមកវិញបងអាចនឹងអស់សទ្ធាទៅវិញក៏មានដែរបងហ្នឹងទៅជាចាត់ចែងនឹងមកលមោមិនអីទៅមិនដូចការគិតពីខែមុនពីឆ្នាំមុនពីម្សិលមិញពីយប់មិញអីទេហ្នឹងហើយរបូតអស់មួយចំនួនអញ្ចឹងទៅហើយអ្នកខ្លះក៏
អស់ហលីងទៅវិញក៏ថាបានថាអូមិនបាច់ធ្វើមិនបាច់អីទេហ្នឹងណាដោយសារមានហេតុភេទមានបច្ច័យហេតុបច្ច័យចេះទៅក៏ប៉ុន្តែសម្រាប់អ្នកដែលមានសទ្ធាយ៉ាងដូចអនាថបិណ្ឌកសិទ្ធិនៅពេលដែលគាត់ធ្លាក់ខ្លួនក្រណាបើធ្លាក់ខ្លួនក្រអស់ហលីងពីខ្លួននឹងសម្រាប់ចាប់ពីសោតតាបណ្ឌបុគ្គលឡើងទៅនឹងសទ្ធាមិនញាប់ញ័រទេលោកហៅថាអចលសទ្ធាណាសទ្ធាមិនញាប់ញ័រនឹងសំបីមានត្រឹមតែកញ្ចុងអង្គចំអិនអាហារហើយមានទឹកជ្រក់ជាគម្រប់2ហ្នឹងបើហ្នឹងហើយបាយកញ្ចុងអង្គមានទឹកជ្រក់ជាគម្រប់2ហ្នឹងក៏នៅតែបន្តការធ្វើទានកេណ្ឌចង្ហាន់ប្រសង់ធ្វើទានឲ្យដល់ស្មុំយចកអីផ្សេងអាហ្នឹងមកពីអីដែលមិនលះបង់ដោយសារមិនញាប់ញ័រណាមិនញាប់ញ័រចឹងសូមបានជ្រាបអញ្ចឹងប៉ុណ្ណាជ្រាបអញ្ចឹងថាហេតុអីបានមានចំណុចផ្សេងប្លែកហ្នឹងដោយសារវាមានសភាពញាប់ញ័រហើយនឹងសភាពមិនញាប់ញ័រនៃសទ្ធាហ្នឹងអនាថបិណ្ឌកសិទ្ធិផ្ទះរបស់គាត់ហ្នឹងមានខ្លោងទ្វារបើមានខ្លោងទ្វារផ្ទះហើយមានទេវតាស្នាក់នៅនឹងខ្លោងទ្វារហ្នឹងស្នាក់នៅហ្នឹងហើយនៅពេលដែលព្រះសង្ឃលោកចូលមកកាន់គេហដ្ឋានរបស់គាត់ព្រះសង្ឃអ្នកមានសិលទេវតាសិលអត់ដល់ព្រះសង្ឃហ្នឹងហើយទេវតាខ្លះអត់ទាំងមានសិល5ផងនៅមិនបានទេញាតិញោមត្រូវតែចុះពីខ្លោងទ្វារមកថ្វាយអង្គមហើយណាក៏ត្រូវតែចុះដែរព្រោះมันអាចនៅលើខ្លោងទ្វារហើយព្រះសង្ឃនិមន្តអ្នកមានសិលនិមន្តពីខាងក្រៅបានទេហើយស្របគ្នានឹងអនាថបិណ្ឌកសទ្ធិធ្លាក់ខ្លួនក្រទៅយូរឱកាសហ្នឹងយូរឱកាសដែលឃើញលោកសទ្ធិធ្លាក់ខ្លួនក្រនឹងឯងមកបញ្យលបន្ថែមហ្មងថាឃើញទេលោកសទ្ធិហ្នឹងហើយធ្វើទានជាមួយសមណៈព្រាហ្មណ៍ហ្នឹងហើយធ្វើយូរទៅក្រខ្លួនហ្នឹងហើយអត់បានជាប្រយោជន៍អត់បានជាបុណ្យជាកុសលហើយធ្លាក់ខ្លួនក្រទៀតហ្នឹងហើយអាហ្នឹងទេវតាហ្នឹងញុះញង់ណាញុះញង់លោកសទ្ធិអនាថបិណ្ឌកៈហ្នឹងឲ្យអស់សទ្ធាឲ្យកុំធ្វើបុណ្យអីតទៅទៀតព្រោះធ្វើឡើងក្រទៅហើយណាក៏ប៉ុន្តែសម្រាប់អនាថបិណ្ឌកសិទ្ធិជាបុគ្គលមានសទ្ធាមិនញាប់ញ័រហើយជាសោតាបណ្ឌបុគ្គលផងយើងដឹងហើយសោតាបណ្ឌបុគ្គលនឹងលះបង់អីខ្លះទី1សក្កាយទិដ្ឋិការប្រកាន់តួខ្លួនអាត្មាអញដោយការសន្មត់ឲ្យដូចជារបស់ពិតរបស់មែនទែនហ្នឹងចំពោះព្រះរិយបុគ្គលហ្នឹងគឺអត់មានការប្រកាន់ទេចាប់ពីសោតាឡើងទៅហ្នឹងហើយសោតាបណ្ឌបុគ្គលហ្នឹងគឺថាសីលពតបរាមាសៈការប្រកាន់នៅក្នុងសីលវត្តអីផ្សេងហ្នឹងអត់មានទេហ្នឹងហើយជំនឿប្រទេសផ្ដាស់មង្គលភ្ញាក់ផ្អើលក្ដុងក្ដៀងបួងសួងបន់ស្រន់អង្វរកសូមសេចក្តីសុខពីនេះពីនោះអត់ទេហ្នឹងហើយពីព្រោះសុខទុក្ខវានៅលើកម្មយើងធ្វើកម្មល្អទទួលផលល្អធ្វើកម្មអាក្រក់ទទួលផលអាក្រក់มันអាចមានព្រះអតិទេពមានប្រអិនប្រព្រំណាមកប្រគល់សេចក្តីសុខឬក៏សេចក្តីទុក្ខនឹងឲ្យយើងទេគឺមានតែយើងនឹងឯងអ្នកសាងហ្នឹងហើយដល់អញ្ចឹងសោតាបណ្ឌបុគ្គលនឹងលះសីលពតបរាមាសៈការប្រកាន់សីលវត្ត
ផ្សេងហ្នឹងអត់មានទេហើយចុងក្រោយហ្នឹងគឺមច្ឆរយៈសេចក្តីកំណាញ់ហ្នឹងអត់មានហ្នឹងហើយអញ្ចឹងគឺសូមឲ្យយើងបានជ្រាបអញ្ចឹងដល់ពេលទេវតាទៅញុះញង់អញ្ចឹងទៅស្ដីឲ្យទេវតាវិញហ្នឹងអ្នកឯងជាអ្នកណាហ្នឹងហើយនៅនឹងខ្លោងទ្វារផ្ទះយើងហើយមកនិយាយញុះញង់ឲ្យយើងហ្នឹងអស់សទ្ធាក្នុងពុទ្ធសាសនាហ្នឹងហើយព្រះរតនត្រ័យជាទីពឹងជាទ្រព្យសម្បត្តិមហាសាលរបស់អនាថបិណ្ឌកសិទ្ធិញាតិញោមហ្នឹងហើយពុទ្ធពធប្រសង្ឃអនាថបិណ្ឌកសិទ្ធិហ្នឹងជ្រះថ្លាស៊ីជំរឿមែនទែនហ្នឹងហើយដែលយើងស្លាប់លឺហើយយ៉ាងកេញចេរតនាំងលោកេវិជ្ជតិវិវិធាំងពុទ្ធរតនាំងពុទ្ធសមੰងណដ្ឋិតាស្មាសោថៃភិវន្តតេរតនៈឯណាមួយនៅក្នុងលោកនេះមានច្រើនបែបច្រើនយ៉ាងរតនៈទាំងនោះពុំស្មើនឹងព្រះពុទ្ធរតនៈឡើយហ្នឹងព្រោះហេតុដូច្នោះសូមសេរីសួស្តីទាំងឡាយកើតមានដល់ខ្ញុំឬក៏ដល់អ្នកហ្នឹងយ៉ាងកេញចេរតនាំងលោកេវិជ្ជតិវិវិធាំងពុទ្ធរតនាំងធម្មសមੰងណដ្ឋិតាស្មាសោថៃភវន្តមេឬភវន្តទេរតនៈឯណាមួយនៅក្នុងលោកនេះមានច្រើនបែបច្រើនយ៉ាងរតនៈទាំងនោះពុំស្មើនឹងព្រះធម្មរតនៈឡើយព្រោះហេតុដូច្នោះសូមសេរីសួស្តីទាំងឡាយកើតមានដល់ខ្ញុំឬដល់អ្នកយ៉ាងកេញចេរតនាំងលោកេវិជ្ជតិវិវិធាំងពុទ្ធរតនាំងសង្ឃសមੰងណដ្ឋិតាស្មាសោថៃភវន្តទេឬភវន្តមេរតនៈឯណាមួយនៅក្នុងលោកនេះមានច្រើនបែបច្រើនយ៉ាងរតនៈទាំងនោះពុំស្មើនឹងព្រះសង្ឃរតនៈឡើយព្រោះហេតុដូច្នោះសូមសេរីសួស្តីទាំងឡាយកើតមានដល់ខ្ញុំឬក៏ដល់អ្នក